កំពុងរងចាំអ្វីមួយពីព្រះមែនទេកុំបោះបង់នៅពាក់កណ្ដាលផ្លូវព្រះបន្ទូលថ្ងៃនេះនៅក្នុងសាស្តាជំពូក7 ខទី8ការបង្ហើយអ្វីនោះវិសេសជាងចាប់ផ្ដើមការទៅទៀតហើយដែលមានចិត្តអត់ធ្មត់នោះវិសេសជាងមានចិត្តអំនួតដែរការចាប់ផ្ដើមអ្វីមួយអាចធ្វើឲ្យរំភើបប៉ុន្តែការបន្តរហូតដល់ទីបញ្ចប់ត្រូវការអត់ធ្មត់និងជំនឿបើថ្ងៃនេះអ្នកកំពុងរងចាំចូលកុំប្រញាប់បោះបង់បន្តទុកចិត្តលើព្រះហើយអត់ធ្មត់រហូតដល់ព្រះឆ្លើយតបអាមែនអរគុណព្រះអង្គ